សូមមកធ្វើចំផើមួយថ្ងៃហ្មងអ្នកនរគ្នាធ្លាប់តែមើលវីដេអូខ្ញុំ review ឬមួយក៏ unboxing អីចឹងខ្ញុំចង់មកលោកបាយអាកាវីដេអូធ្វើមកម្ដងមើលមកតែក្បាលវីដេអូតែដឹងគេថា10លើ10គ្រប់គ្នាហ្មងបើទូទឹកកកមកឃើញការ៉ុតហើយតែចាំមានតែស្ងោរតម្លៃហ្នឹងហើយអ្នកនរគ្នាត្បូងហ្នឹងគឺយើងមកលេងឆ្នាំសិនអ្នកព្រោះឲ្យថាការណាំបាយសិនខ្ញុំថាធ្វើមហូបពីលៀនជាតិហើយអ្នកនរគ្នានិយាយទៅគឺថាដែរចូលចខានហ្មងលើយើងមិនដាក់កមកអ្នកនរគ្នាមើលឆ្នាំគេអូយឡើងតូចហើយខ្ញុំនេះច្រឡំដាក់ឡើងបាញ់ឥឡូវយើងមកលាងកមកអ្នកនរគ្នាព្រោះថាធ្វើមហូបហ្នឹងវាមិនសូវយូរអីទេប៉ុន្តែអាដែរចុចកាមេរ៉ាចុះឡើងហ្នឹងគឺថាយូរខ្លាំងមែនទេបើតាមសាច់ខ្ញុំធ្វើតែ5នាទី10នាទីណាគ្នាហើយតែអាដែរតែបិទកាមេរ៉ាបើកាមេរ៉ាហ្នឹងយើងបែកយើងចូលហ្មងហើយយើងលាងមកអ្នកគ្នានេះខានធ្វើមហូបខានអីយូរប៉ុន្តែចូលចខានម្ដងទៀតគឺថាអត់មានសួរណាគេ20ដែរអ្នកគ្នាណាដាំបាយកុំភ្លេចចុចចាខ្ញុំទុកភ្លេចចុចមកក្តារឥឡូវឆៅបាយដាក់ក៏ច្រើនពេកតែលើហ្នឹងខ្ញុំគិតទឹកអីឆ្អិនវិញអ្នកគ្នាយើងមកលាងបន្លែវិញម្ដងនិយាយទៅបើបើកទូមកអត់ឃើញបន្លែឃើញអីទេក៏ខ្ញុំអត់ធ្វើដែរតែបើកមកវាជាសែតពេកអញ្ចឹងទៅធ្វើមកទៅចង់និយាយថាសក់ខ្ញុំឡើងវែងខ្លាំងសក់ខ្ញុំឡើងហួសគូដែរអ្នកគ្នាហើយមកចុចលើខ្ទឹមយើងសិនណាអ្នកគ្នាអានេះក៏ប្រពន្ធមកគេមិនក៏ល្អល្អមែនទេអ្នកគ្នាយើងខានចូលខានយូរតែទៅគឺថាអត់ដែរចូលយកមកហើយគេច្រើនខ្ញុំ order យកមកញ៉ាំស្រាប់ពេលខ្លះទៅនេះមិនណាទេហើយអញ្ចឹងញ៉ាំបានទៅមិនថាផឹកឡើងខកក៏ដែរខ្លួនបានផឹកទៅងើបឡើងញ៉ាំបាយថ្ងៃស្រុកយកចឹងទៅយើងអត់សូវមានពេលធ្វើម្ហូបធ្វើអីអ្នកគ្នាតស៊ូណាមក voice over នំទុកទឹកហ្មងហើយអ្នកចង់ដឹងថាខ្ញុំចូលចិត្តម្ហូបអីហ្នឹងម្ហូបខ្ញុំពុំធ្វើណាអូចូលចិត្តខ្លាំងហ្មងអ្នកគ្នាយ៉ាខ្ញុំម្ហូបហ្នឹងស្រួលធ្វើអ្នកគ្នាប៉ុន្តែចូលចិត្តខ្លាំងហ្មងអនាគតប្តីមើលឲ្យចាំធ្វើឲ្យប្រពន្ធម្នាក់ញ៉ាំមកប្តីប្រពន្ធពេញមាត់ចឹងម៉ែលឺម៉ែតែបែកមាត់លេងអ្នកគ្នាហើយមកចិត្តថ្លៃចិត្តការ៉ុតគេអត់ដឹងចិត្តមិនទេប៉ុន្តែខ្ញុំចិត្តតែទៅគេថានឹកឃើញចិត្តមិនគេចិត្តអញ្ចឹងហ្នឹងអត់មានថាក្បួនគេត្រូវចិត្តមិនចិត្តអីទេនិយាយទៅគឺតាមក្បាលវ៉ាល់តែម្ដងដល់យើងមកដំខ្ទឹមដំអីចឹងហើយមហូបណាអត់ដាក់ប្រហុកទេឆ្ងាញ់ហ្មងជាតិចឹងមកខ្ញុំចូលចិត្តញ៉ាំហ្នឹងឥឡូវយើងច្រាំខ្ទឹមហ្នឹងឲ្យម៉ត់មកអ្នកគ្នាច្រាំឲ្យម៉ត់ដូចបេះដូងចង់ថាចាស់ចឹងលេងខ្ញុំច្រាំឡើងផ្អើលតែអត់ស៊ីពិសេសណាទៅមកយើងដាក់ខ្លាញ់មកអ្នកគ្នាហើយដាក់ខ្ទឹមចូលមកលីងធ្វើមិនឲ្យខ្ទឹមយើងឈ្ងុយហើយក្រហមអ្នកគ្នាឲ្យកូរវឹកចឹងមកតែមើលវីដេអូហ្នឹងហើយអត់មានរិះគន់ទេព្រោះខ្ញុំខានធ្វើម្ហូបយូរហើយចឹងទៅគឺខ្ញុំធ្វើតាមរបៀបខ្ញុំអ្នកនរគ្នាធ្វើមិនធ្វើទៅដំបូងខ្ញុំដាក់ម្រេចប្រេងខ្យងម្សៅស៊ុបខ្នុរអូយម្សៅស៊ុបខ្នុរហ្នឹងជាតិណាហើយដាក់ស្ករមកអ្នកនរគ្នាយើងកូរធ្វើមកចូលជាតិយើងដាក់ឆ្អឹងចានីយើងចូលហើយកូរទៀតមកអ្នកនរគ្នាសាច់យើងរៀងចូលជាតិតិចយើងចាក់ទឹកមកអ្នកខ្ញុំដាក់ទឹក3ចានចង្កឹះហើយអ្នកគ្នាដាក់មកល្មមសិនមកចាំភ្លុកពេលក្រោយយើងថែមទឹកទៀតដាក់ទឹកត្រីនេះសបន្តិចទៀតអ្នកគ្នាសាវីស្ទ័របន្តិចអ្នកដល់ពេលដាក់ទៅមានការរសជាតិរៀងដិតថែមទឹកមួយចានទៀតហើយខ្ញុំថែមម្រេចឲ្យវារៀងហឹរតិចហើយចាំយើងបង់ការ៉ុតចូលមុនមកអ្នកគ្នាការ៉ុតចូលមុនចឹងដោយសារតែវាហឹងហើយអ្នកហើយចាំពេលការ៉ុតនឹងរៀងផុយហើយចាំយើងដាក់បន្លែព្រោះអីបន្លែវាងាយឆ្អិនណាហើយឥឡូវហ្នឹងខ្ញុំមកដួសហើយដាក់ចានហើយអ្នកគ្នាហើយកុំភ្លេចដួសពពុះចេញហងកុំឲ្យឆ្អាបក្នុងស្លយើងហើយស្លយើងថ្លាស្អាតទៀតអ្នកគ្នាដូចខ្ញុំមកស្លខ្ញុំចូលចិត្តញ៉ាំបន្លែនៅឆាប់តែអាលួយពេកគឺថាអត់ឆ្ងាញ់ហ្មងហើយយើងដាក់បន្លែចូលមកអ្នកគ្នាដល់ពេលវាផុយហើយយើងដាក់លើខ្ទឹមចូលមកនៅឆ្អិនហើយទៅដល់នេះម៉ាក់រ៉េតពី1លើ10ពី1លើ1010 10